ហើយកុំភ្លេចកាលពីហៅថា15ឆ្នាំមុនគឺថាអ្នកឯងបានជាខ្មែរសុទ្ធតែជាពូជចេញមកពីសត្វដេរឆាននេះខ្ញុំនៅចាំអត់ភ្លេចខ្ញុំងាប់ទៅវិញក៏ខ្ញុំអត់ភ្លេចដែរខ្ញុំបានចង់នឹកឃើញរឿងមួយទៀតដែលចង់បន្ថែមជូនដើម្បីឲ្យបងប្អូនជ្រាបខ្លះព្រោះពួកខ្លាចអត់បានដឹងហើយអត់បានចាំកាលពីប្រហែលជាជាង15ឆ្នាំមុននៅពេលដែលយើងមានហៅថាការឈ្លានពានអំពីកងទ័ពថៃកងទ័ពសៀមមកលើប្រាសាទព្រះវិហារនៅពេលហ្នឹងគឺថាយើងទូរទស្សន៍នៅស្រុកខ្មែរយើងកាលនោះមានតែ CTN មួយទេបាទ CTN មួយទេអញ្ចឹងនៅពេលហ្នឹងយើងទូរទស្សន៍ហ្នឹងដែលយើងទប់ទល់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយរបស់សៀមដែលវាវាយប្រហារមកលើទឹកដីកម្ពុជានៅពេលហ្នឹងហើយគេថាយើងមើលឃើញដឹងថាសៀមគេមានក្រុមគេមួយគេគិតគេពិចារណាគេមានធីងថាំងគេមួយធីងថាំងគេហ្នឹងគឺថាគេមានសុទ្ធតែរដ្ឋមន្ត្រីរបស់គេចាស់វាមានតាំងពីចៅហ្វាយក្រុងបាងកកអីជាដើមបាទហើយពួកនេះគេហៅថាគេមានឈ្មោះគេវិមានព្រះអាទិត្យហើយពួកវិមានព្រះអាទិត្យនេះគឺថាសុទ្ធតែពួកមន្ត្រីធំរបស់សៀមហើយនៅពេលហ្នឹងហើយគេធ្លាប់ដៀលខ្មែរយើងគេដៀលខ្មែរថាយើងនេះគឺថាសុទ្ធតែជាពូជពងចេញមកពីសត្វដេរឆានសត្វដេរឆាននេះគេថាមើលជីដូនចតាវាណាជីដូនចតាវាមួយកពើមួយហៅថាជាប្រគួយពីនៀកជាអីចឹងទៅអញ្ចឹងនៅពេលហ្នឹងដែលពួកនេះជេរយើងហើយចុះតាមកសែតចុះតាមនេះទៅទៀតបាទចុះតាមទូរទស្សន៍ទៀតហើយនៅពេលហ្នឹងដែលខ្ញុំបានចង់ជម្រាបខ្ញុំហ្នឹងដែលជាអ្នកសុំទោសអួនតិចជាអ្នកតតាំងនៅតាម CTN នៅពេលព្រឹកមក7ព្រឹកដើម្បីបញ្ជាក់ប្រាប់ព្យាមថាខ្មែរចេញមកបថោងនាងនេះចេញពីត្រីពីកពើចេញពីសត្វដែលគេថាដេរឆានខ្ញុំប្រាប់ទៅសៀមវិញឲ្យយល់ថាសត្វដេរឆានទាំងអស់ហ្នឹងសុទ្ធតែបានជួបជាមួយនឹងព្រះពុទ្ធនៅលើកោះដែលហៅថាដើមធ្លកបាទហើយមួយទាំងអស់ហ្នឹងព្រះថោងហ្នឹងចេតនាបានថ្វាយអង្គមព្រះហើយព្រះនឹងបានចង្អុលប្រាប់ទៀតបថោងនឹងហើយដែលត្រូវតែទៅជាមនុស្សត្រូវជាអ្នកដែលប្រកបប្រកាសទឹកដីកម្ពុជាហើយនាងនាគនឹងណាគឺជាកូនស្ដេចហៅថាឋាននាគណាហៅថានាងនាគអញ្ចឹងបានថាមិនមែនដោយពួកសៀមដែលវាអត់ស្គាល់ពុទ្ធសាសនានឹងទេអញ្ចឹងកន្លែងនេះខ្ញុំបានសូមរំលឹកនៅពួកដែលហៅថាវាមានហៅថាព្រះអាទិត្យសៀមវាធ្លាប់ជេរយើងកន្លែងហ្នឹងខ្ញុំនឹកឡើងនៅពេលនេះយើងថាឈឺចាប់ដែលពួកនឹងវាមើលហើយដែលវាអត់ដឹងស្គាល់ប្រវត្តិថាតើប្រវត្តិពួកសៀមវាចេញមកពីណាណាចេញមកពីណាអញ្ចឹងកន្លែងហ្នឹងបើសៀមមិនចង់ឲ្យជាប់ប្រវត្តិមួយខ្មែរទេខ្ញុំបានគ្រាន់សូមផ្ដាំផ្ញើថាឲ្យទៅឈូសអានេះប្រាសាទខ្មែរមានប្រមាណនៅលើទឹកដីសៀមសម័យហ្នឹងទៅអានេះបាត់ផុសតាងអ្វីដែលជាប្រវត្តិសាស្ត្រដែលជាហៅថាទឹកដីរបស់ខ្មែរហើយអ្វីដែលជាវប្បធម៌សៀមប្រៅសពថ្ងៃនេះជាវប្បធម៌របស់ខ្មែរវប្បធម៌ដែលពួកអ្នកឯងថាជាសត្វដេរឆានហ្នឹងប្រាសាទខ្មែរហ្នឹងមានប្រមាណពិភពលោកគេទទួលស្គាល់ហើយអ្នកឯងឈូសហើយក៏គេនៅដឹងថាទឹកដីជាទឹកដីខ្មែរប្រាសាទខ្មែរជាសាក្សីបាទទឹកដីខ្មែរជាសាក្សីវប្បធម៌ខ្មែរជាសាក្សីអក្សរខ្មែរជាសាក្សីទៅទៀតដូច្នេះខ្ញុំមកជឿថាអស់លោកអ្នកប្រាជ្ញសៀមពិចារណាឲ្យមែនតើហើយកុំភ្លេចកាលពីហៅថា15ឆ្នាំមុនគឺថាអ្នកឯងបានជាខ្មែរសុទ្ធតែជាពូជចេញមកពីសត្វដេរឆាននេះខ្ញុំនៅចាំអត់ភ្លេចខ្ញុំងាប់ទៅវិញក៏ខ្ញុំអត់ភ្លេចដែរ